នៅយុទ្ធថ្ងៃប្រហោះឈានចូលដល់ថ្ងៃសុក្រទី13មិថុនាអ៊ីស្រាអែលបានបញ្ជូនយន្តហោះចម្បាំងជាង200គ្រឿងទៅវាយប្រហារលើមូលដ្ឋានទ័ពអាកាសហើយនឹងទីតាំងនុយក្លេអ៊ែរជាច្រើនកន្លែងនៅទូទាំងប្រទេសអ៊ីរ៉ង់នៅក្រោមហេតុផលការពារខ្លួនពីព្រោះថាអ៊ីរ៉ង់នេះកំពុងតែឈានជិតបានសម្រេចផលិតអាវុធនុយក្លេអ៊ែរដែលគំរាមកំហែងដល់អាយុជីវិតរបស់អ៊ីស្រាអែលនៅអះអាងថាខ្លួនមានភស្តុតាងដែលបង្ហាញថាអ៊ីរ៉ង់មានសមត្ថភាពជិតអាចផលិតអាវុធនុយក្លេអ៊ែរយ៉ាងយូរនៅប៉ុន្មានខែខាងមុខក៏ប៉ុន្តែនេះគ្រាន់តែជាការលើកឡើងជាឯកតោភាគីរបស់អ៊ីស្រាអែលអ៊ីរ៉ង់វិញបានបដិសេធទាត់ចោលការចោទប្រកាន់រហូតមកចំណែកឯទីភ្នាក់ងារថាមពលបរមាណុអន្តរជាតិ IAEA ក៏បានបញ្ជាក់ដែរថាអ៊ីរ៉ង់សប្តាហ៍ថ្ងៃនេះអាចចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមត្រឹមតែ 60% ប៉ុណ្ណោះពលគឺមិនគ្រប់គ្រាន់ដើម្បីអាចផលិតអាវុធនុយក្លេអ៊ែរនៅឡើយទេការវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែរនៅក្នុងទឹកដីអ៊ីរ៉ង់នេះគ្រាន់តែជាលេសមួយប៉ុណ្ណោះរបស់អ៊ីស្រាអែលដើម្បីបង្កាត់ភ្លើងសង្គ្រាមជាមួយនឹងអ៊ីរ៉ង់ជាក់ស្ដែងរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលមួយចំនួនស្ថិតនៅក្រោមដីនៅក្នុងជម្រៅដ៏សែនជ្រៅដល់ទៅ800ម៉ែត្រមិនត្រូវបានបំផ្លាញខូចខាតធំដុំដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែលលើកនេះបើសិនជាទីតាំងរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់មិនមែនជាគោលដៅបំផ្លាញចម្បងរបស់ខ្លួនតើអ៊ីស្រាអែលមានហេតុផលអ្វីដែលត្រូវប្រកាសធ្វើសង្គ្រាមនឹងអ៊ីរ៉ង់ដែលជាប្រទេសដ៏ធំមានឥទ្ធិពលជាងគេនៅក្នុងតំបន់នៅពេលនេះមហិច្ឆតាចង់បានរបស់អ៊ីស្រាអែលគឺបានស្ដែងចេញយ៉ាងច្បាស់នៅក្នុងសាររបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលកាលពីថ្ងៃសុក្រក្រៅតែពីអួតសរសើរប្រតិបត្តិការដ៏ជោគជ័យរបស់កងទ័ពជើងអាកាសអ៊ីស្រាអែលប្រមុខដឹកនាំរដ្ឋាភិបាលអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថាលោកសង្ឃឹមថាការបន្តប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅទឹកដីអ៊ីរ៉ង់នឹងជួយបើកផ្លូវឲ្យប្រជាជនអ៊ីរ៉ង់ឈានទៅសម្រេចក្តីប្រាថ្នារបស់ពួកគេនោះគឺការទាមទារសិទ្ធិសេរីភាពនាយករដ្ឋមន្ត្រីអ៊ីស្រាអែលចង់ឲ្យមានការផ្លាស់ប្ដូររបបដឹកនាំនៅអ៊ីរ៉ង់ពីព្រោះថាចាប់តាំងពីកកើតឡើងដោយសារតែបដិវត្តន៍អ៊ីស្លាមរបបដឹកនាំអ៊ីរ៉ង់បានគំរាមជាប់ជានិច្ចថានឹងបំផ្លាញលុបអ៊ីស្រាអែលចេញពីផែនទីពិភពលោកពាក្យគំរាមនេះគឺបានដក់ជាប់ជានិច្ចនៅក្នុងការចងចាំរបស់ប្រជាជនអ៊ីស្រាអែលដូច្នេះចំពោះប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលនេះជាវេលាដ៏ប្រពៃដែលអ៊ីស្រាអែលត្រូវតែបើកការវាយប្រហារជាមុនទៅលើអ៊ីរ៉ង់ដើម្បីឈានទៅផ្ដួលរំលំអំណាចរបស់របបដឹកនាំអ៊ីស្លាមនៅអ៊ីរ៉ង់ម្យ៉ាងនេះក៏អាចជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្ររបស់អ៊ីស្រាអែលដែរអ្វីគឺចាប់ផ្ដើមជាមួយនឹងសង្គ្រាមហ្គាហ្សានៅពេលដែលអ៊ីស្រាអែលចាប់វាយប្រហារទៅលើក្រុមហាម៉ាស់ប៉ាឡេស្ទីនដែលបានទទួលជំនួយយោធាពីអ៊ីរ៉ង់បន្ទាប់ពីបំបាក់កម្លាំងហាម៉ាស់ឲ្យរាបដល់ដីដូចជាអគារបាក់រលំនៅហ្គាហ្សាដោយសារតែសង្គ្រាមវាយប្រហារជាង1ឆ្នាំរបស់អ៊ីស្រាអែលនៅខែកញ្ញាឆ្នាំ2024អ៊ីស្រាអែលក៏បានងាកទៅវាយប្រហារលើចលនា Hezbollah ដែលជាកូនចៅម្នាក់ទៀតរបស់អ៊ីរ៉ង់នៅទឹកដីលីបង់មានបច្ចេកវិទ្យាហើយនិងសមត្ថភាពខ្លាំងពូកែខាងផ្នែកចារកម្មអ៊ីស្រាអែលបានដៅសម្លាប់គ្មានសល់មេបញ្ជាការហើយនិងថ្នាក់ដឹកនាំនយោបាយរបស់ក្រុម Hezbollah លីបង់សប្តាហ៍នេះចលនា Hezbollah ដែលអ៊ីរ៉ង់លួចចិញ្ចឹមផ្ដល់ជំនួយយោធាហើយនិងហិរញ្ញវត្ថុត្រូវចុះទ្រុឌទ្រោមគ្មានសមត្ថភាពយោធាដើម្បីបាញ់រ៉ុកែតគំរាមទឹកដីអ៊ីស្រាអែលតទៅទៀតការវាយប្រហាររបស់អ៊ីស្រាអែលទៅលើ Hezbollah លីបង់បានធ្វើឲ្យរណសិរ្សប្រឆាំងអ៊ីស្រាអែលដែលអ៊ីរ៉ង់ចាប់បណ្ដោះដាក់ឫសនៅក្នុងប្រទេសជុំវិញអ៊ីស្រាអែលនោះចាប់ចុះខ្សោយជាបន្តបន្ទាប់កងកម្លាំងប្រដាប់អាវុធនៅអ៊ីរ៉ាក់ផ្ទាល់ដែលធ្លាប់ប្រកាសស្ម័គ្រគាំទ្រអ៊ីរ៉ង់ក៏បានចេញមុខមកទម្លាក់អាវុធនៅស៊ីរីឯនោះវិញការចុះខ្សោយកម្លាំងរបស់ចលនា Hezbollah លីបង់ក៏បានធ្វើឲ្យកងទ័ពស៊ីរីរបស់របប Bashar al-Assad បាត់បង់ជំនួយគ្មានកម្លាំងប្រយុទ្ធតទល់ទៅនឹងក្រុមប្រឆាំងតទៅទៀតការដួលរលំរបប Bashar al-Assad នៅស៊ីរីដែលជាសម្ព័ន្ធមិត្តគឺជាដំណឹងដ៏អាក្រក់មួយទៀតពីព្រោះថាអ៊ីរ៉ង់គឺនឹងលែងអាចមានសិទ្ធិប្រើប្រាស់ទឹកដីស៊ីរីដើម្បីអាចវាយប្រហារទៅលើអ៊ីស្រាអែលតទៅទៀតក្រៅតែពីបំបាក់ធ្មង់របស់អ៊ីរ៉ង់តាមរយៈការវាយប្រហារកូនចៅរបស់អ៊ីរ៉ង់ម្ដងមួយឲ្យរាបដល់ដីដូចជាសម្លាប់មេដឹកនាំរបស់ចលនាហាម៉ាស់សម្រាប់មេដឹកនាំ Hezbollah នៅលីបង់អ៊ីស្រាអែលគឺបានបំបាក់សមត្ថភាពប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ដល់ទៅ2លើកជាក់ស្ដែងនៅពេលដែលអ៊ីរ៉ង់សងសឹកទៅនឹងអ៊ីស្រាអែលដែលបានបាញ់មីស៊ីលបំផ្លាញស្ថានទូតអ៊ីរ៉ង់នៅទឹកដីស៊ីរីអ៊ីស្រាអែលក៏បានវាយបកវិញដោយបានបញ្ជូនយន្តហោះទៅទម្លាក់គ្រាប់បំផ្លាញមូលដ្ឋានទ័ពអាកាសរបស់អ៊ីរ៉ង់ហើយនឹងទីតាំងស្តុកមីស៊ីលជាច្រើនកន្លែងរបស់អ៊ីរ៉ង់ឆ្លៀតពេលដែលអ៊ីរ៉ង់ចុះខ្សោយកម្លាំងជាពិសេសផ្នែកការវាយប្រហារតាមផ្លូវអាកាស
អ៊ីស្រាអែលក៏បានបញ្ជូនយន្តហោះចម្បាំងទៅទម្លាក់គ្រាប់នៅលើមូលដ្ឋានយោធាហើយនឹងសម្លាប់បានមេបញ្ជាការក្រាក់ៗរបស់អ៊ីរ៉ង់ជាច្រើនអ្នកដែលនៅក្នុងនោះមានផងដែរមេទ័ពរបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់អ៊ីស្រាអែលលើកនេះបានវាយបំបាក់ឆ្មាំបដិវត្តន៍ដែលជាសសរទ្រូងការពាររបបអ៊ីស្លាមអ៊ីរ៉ង់ទោះបីជាត្រូវរងមីស៊ីលរបស់អ៊ីរ៉ង់រាប់រយដើមអ៊ីស្រាអែលដែលមានការពារដោយប្រព័ន្ធខែលមីស៊ីលហើយនឹងមានសពាវុធអាមេរិកស្តុកទុកនៅក្នុងដៃមិនរាថយនៅក្នុងការបន្តធ្វើសង្គ្រាមគឺរហូតដល់របបដឹកនាំអ៊ីស្លាមនៅអ៊ីរ៉ង់ចុះទន់ខ្សោយលែងអាចមានកម្លាំងបង្ក្រាបប្រជាជនអ៊ីរ៉ង់ដែលចង់ឲ្យមានការផ្លាស់ប្ដូររបបផ្ដាច់ការ